បងប្រុសពីរនាក់នេះគាត់ដើរទៅលេងឆ្នេរណាបងប្អូនស្រាប់តែគាត់ដើរទៅប្រទះឃើញថ្លុកមួយដែលចិត្តរីងទឹកអស់ណាហើយនៅក្នុងថ្លុកហ្នឹងមានសត្វតកូនគួរឲ្យខ្មៅព្រិចទាំងអស់បងប្អូនចឹងនៅពេលដែលវាចាប់ផ្ដើមញាស់ខ្លាយទៅជាកូនគួរណាបងប្អូនអញ្ចឹងមានរាប់រយពាន់ណាមិនតិចតួចទេគាត់គឺយើងឃើញបង្កើតវាពងហើយវាញាស់កូនគួរគាត់ណាវាញាស់គឺខ្មៅពេញហ្នឹងតែម្ដងណាបងប្អូនអញ្ចឹងគាត់មិនដឹងធ្វើម៉េចទេគឺមិនដាច់ចិត្តគាត់ត្រូវតែរកផ្លូវណាដើម្បីបហូរទឹកឲ្យទឹកចូលទៅកន្លែងដែលមានកូនគួរហ្នឹងអញ្ចឹងដើម្បីឲ្យវារស់រានមានជីវិតបន្តទៀតអញ្ចឹងណាហើយបើកាលណាអត់មានទឹកហូរចូលទេវាប្រកាសជាងាប់អស់ហើយបងប្អូនហើយมันអាចរស់រានមានជីវិតតទៅទៀតคล้ายទៅជាកង្កែបបានទេអញ្ចឹងតើយើងបហូរទឹកចូលទៅក្នុងថ្លុកហ្នឹងអញ្ចឹងណាបងប្អូនហើយគាត់នេះចាប់ផ្ដើមនាំគ្នាកាយដីអត់មានយកស្អីយកទៅកាយទេលើដៃហ៎បងប្អូនសុកចិត្តនាំគ្នាយកដៃខ្វេះបហូរទឹកនោះហ្នឹងអត់មានទៅរកចប់ជីករកថ្មអីណាអុកបីបហូរទឹកបានណាបងប្អូនលេងដៃតែម្ដងចេះតែកាយម្នាក់បន្តិចឥឡូវបាននឹងវះទឹកមួយឥឡូវទឹកហូរមកបងប្អូននេះអូយចឹងដល់ពេលដែលទឹកហូរចូលទៅបងប្អូននេះមើលកូនគួរមើលខ្មៅពេញហ្នឹងហ្មងណាហើយនៅពេលដែលមានទឹកថ្មីហូរចូលអញ្ចឹងគឺវាហែលលេងសប្បាយបងប្អូននេះមកមើលហើយអ្នកដែលបហូរទឹកចូលហ្នឹងក៏គាត់មានអារម្មណ៍សប្បាយរីករាយដែរនៅពេលដែលគាត់ឃើញថាមានទឹកបហូរចូលទៅឲ្យកូនគួរហ្នឹងវាហែលសប្បាយអញ្ចឹងហេបងប្អូនអ្នកបហូរទៅហ្នឹងក៏គាត់សប្បាយចិត្តដែរព្រោះគាត់មានការធ្វើបុណ្យកុសលដែរណាព្រោះអីយើងមិនចាំបាច់ថាធ្វើបុណ្យជាមួយមនុស្សជាមួយសត្វក៏យើងទៅធ្វើបុណ្យបានដែរបងប្អូនអានេះគឺជាការស្រោចស្រង់អាយុជីវិតអញ្ចឹងណាបើយើងអត់ជួយវាប្រកាសជាមិនអាចរស់បានតទៅទៀតទេនេះបងប្អូនមើលគាត់សុកចិត្តនៅខ្វេះនៅកាយបហូរហ្នឹងដើម្បីឲ្យទឹកហ្នឹងហូរទៅពេញថ្លុកហ្នឹងអញ្ចឹងណាបងប្អូនគាត់ទាំងពីរនាក់ហ្នឹងពិតជាចិត្តល្អមែនតើណាបងប្អូនណាអ្នកខ្លះគេអត់មកអង្គុយកាយអីបហូរទឹកអីទេងាប់ទៅគេមិនខ្វល់ទេហើយគាត់នេះនៅកាយបហូរនៅទឹកហូរចិត្តពេញបងប្អូននេះមើលនៅពេលដែលមានទឹកចូលអញ្ចឹងវាហែលលេងសប្បាយណាបងប្អូន